សួស្តីអ្នកនរគ្នាថ្ងៃនេះគឺជាថ្ងៃទី2នៅក្នុងការបន្ថែមរបស់នៅក្នុង account អញ្ចឹងសូមអធិស្ឋានផងដោយសារខ្ញុំជាប់ប្រឡងជាប់អីអញ្ចឹងទៅអត់ទាន់បានធ្វើវីដេអូឲ្យអ្នកនរគ្នាទៀតទេអញ្ចឹងថ្ងៃនេះក៏មានវីដេអូបន្ថែមដើម្បីឲ្យអ្នកនរគ្នាមើលកម្សាន្តទៀតហើយបើអ្នកនរគ្នាអាចចង់ដឹងចង់អីអាច comment សួរបានវីដេអូក្រោយខ្ញុំនឹងបង្ហាញហើយនឹងប្រាប់ពីការយករបស់របរផ្សេងៗនៅវីដេអូក្រោយៗទៀតអញ្ចឹងឥឡូវខ្ញុំកំពុងតែធ្វើ V3 Shark ដោយសារអត់បាន record ទេនៅពេលជិះទូកចឹងហើយ record ពេលកន្លែងវាយហ្មងទៅសូមអធិស្ឋានសម្រាប់ពាក្យពេចន៍ខុសឆ្គងមួយចំនួនដែលខ្ញុំនិយាយទៅមិនសមរម្យដូចពាក្យមួយចំនួនខ្ញុំនិយាយទៅរៀងឆ្គងអីសូមអធិស្ឋានផងអ្នកនរគ្នាហើយអត់មានអីច្រើនទេដំបូងបន្ទាប់ពីការធ្វើ V2 ហើយក៏មកធ្វើ V3 Shark ចឹងទៅប៉ុន្តែ series នេះរៀងតានចឹងហើយខ្ញុំក៏បានដាក់ speed រៀងលឿនបន្តិចតាំងពីមុនហ្នឹងតែអត់មានបានធ្វើអីទៀតទេបន្ទាប់ពីធ្វើ V2 ហ្នឹងហើយខ្ញុំមកធ្វើ V3 បន្តពីវាយ series ចប់ហើយយើងក៏បាន reset ដើម្បីទៅទិញទៅដោយសារត្រឡប់មកវិញហ្នឹងវាឆ្ងាយដែរអញ្ចឹង reset ហ្មងទៅហើយទៅលឿនជាងV3 Shark គេឲ្យយើងទៅវាយ series ឲ្យបានមួយក្បាលនៅ Second Sea អញ្ចឹងទៅយើងអាចដូរ V3 បានហើយមុននឹងទៅវាយ series ហ្នឹងយើងទៅយក quest វាសិនទៅនិយាយមួយ NPC នៅក្នុងដីហ្នឹងសិនហើយចាំទៅវាយ series ហើយចាំមកនិយាយមួយវាម្ដងទៀតមកយើងទិញបានហើយបន្ទាប់ពីនេះមកមកដល់ Cersei ហើយ get key យើងត្រូវ get key data ដោយសារវាអស់ម៉ោងដោយសារ get key free ទេអញ្ចឹងហើយវាមានដែនកំណត់របស់វាអញ្ចឹង get key មួយ plate ហើយវាអាចប្រើបាន24ម៉ោងពេលយើង get key ម្ដងវាអាចដាក់ប្រើបាន24ម៉ោងអញ្ចឹងផុតពី24ម៉ោងទៅយើងត្រូវ get key ម្ដងទៀតបន្ទាប់ពី get key ហើយយើងធ្វើការបើក script Rezi យើងមកវិញមកអញ្ចឹងរងចាំមកស្ទុះទៅទ្រាំឲ្យ script វាដើរតាមពិត script លឿនទេប៉ុន្តែគ្រាន់តែទូរស័ព្ទខ្ញុំអត់សូវល្អអញ្ចឹងទៅវារៀងយឺតបន្តិចអញ្ចឹងបន្ទាប់ពីបាន script ហើយយើងក៏ចាំមកស្ទុះទៀតដោយសារវាអត់ទាន់ដំណើរការល្អអញ្ចឹងចាំមក play សិនទៅ
ចឹងបន្ទាប់ពី script ដំណើរការហើយខ្ញុំក៏បើក farm hub ចោលដើម្បីរក God Charlie ដើម្បីទុកទៅ spawn intra ចឹងហើយអត់មានអីធ្វើទៀតទេខ្ញុំក៏ដាក់ចោលមួយស្ទុះទៅដើម្បីរក God Charlie បន្ទាប់ពីការរោហឹបមកសតមកក៏បាន God Charlie ហើយបាន title មួយដែរចឹងហើយបាន God Charlie ហើយខ្ញុំក៏រោដើម្បីទៅដាក់ spawn intra ប៉ុន្តែ spawn intra យើងត្រូវការ color aura 3ប្រភេទខុសៗគ្នាដែលជាប្រភេទlegendary auraពីមកដល់កន្លែងសុវត្ថិភាពហើយខ្ញុំក៏បើក Y Intra ប៉ុន្តែ script វាគៀងក៏វាចេញអក្សរមកហើយវាចេញពណ៌បាំងអញ្ចឹងទៅខ្ញុំក៏អត់ reset ឬអីដែរដោយសារយើងមាន God Charlie ហើយអញ្ចឹងទៅអាចនឹងពិបាករកទៀតអញ្ចឹងក៏ធ្វើទាំងអញ្ចឹង spawn intra ទាំងអញ្ចឹងហ្មងទៅតបមកខ្ញុំក៏ដាក់ហោះទៅកោះដែល spawn intra ហ្នឹងកោះដែល spawn intra ហើយគឺឈ្មោះ Castle on the Sea ចឹងហើយយើងក៏ធ្វើការទៅ spawn intra ទៅ
ពីពិនិត្យមើល color aura ទាំងពីរហើយខ្ញុំក៏ទៅដាក់ spawn intra ខ្ញុំអត់ដឹងថាខាងលើគេដាក់នៅទេប៉ុន្តែពេលដាក់ spawn ហើយចឹងមានន័យថាគេដាក់ហើយចឹងទៅខ្ញុំក៏មើល script តែវាវាយអត់កើតដោយសារពេលហ្នឹងវាគៀងតាំងពីនៅ port town មុនហ្នឹងនោះចឹងហើយខ្ញុំមានតែដើរវាយចឹងទៅក៏វាយ intra ហើយគឺវានឹងបើក portal ហើយយើងអាចមានកញ្ចក់យើងអាចទៅរក blue gear blue អីដើម្បីយកមកធ្វើ V4 ទៀតចុងក្រោយអត់មានអីច្រើនទេអរគុណអ្នកនរគ្នាដែលបានមើលដល់ទីបញ្ចប់ជូនពរអ្នកនរគ្នាសុខសំណាងល្អហើយរស់ស៊ីមានបានកុំភ្លេចជួយ like និង subscribe ដើម្បីតាមដានវីដេអូក្រោយ